ខ្ញុំប្រកាសណាអាត្មាភាពសូមនមស្ការចំពោះប្រកាសណាគុណម្ចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈនិងសូមចម្រើនពរញាតិញោមប្រជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដោយមេត្រីធម៌ពុទ្ធដែលមានសម្រាប់ព្រឹកនេះខ្ញុំប្រកាសណាអាត្មាភាពសូមពុទ្ធប្រគិននិងចម្រើនពរជូនញាតិញោមប្រជាពុទ្ធបរិស័ទទាំងអស់ជុំវិញបញ្ហានយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នអាត្មាព្រឹកនេះសូមវិភាគប្រគិននិងផ្ដល់នៅគំនិតត្រេះរិះពិចារណាជុំវិញបញ្ហាដែលញោមនាយករដ្ឋមន្ត្រីសពថ្ងៃនេះបានคล้ายខ្លួនជាអ្នកនាំពាក្យឲ្យគណៈបកសង្គ្រោះជាតិនិងជាអ្នកធ្វើការផ្សព្វផ្សាយនយោបាយឲ្យគណៈបកសង្គ្រោះជាតិទាំងមិនដឹងខ្លួនចម្រើនពរអាត្មាគិតប្រើភាសានេះដោយបានមើលឃើញថាតាំងពីថ្ងៃទី6ខែមីនាឆ្នាំ2017នេះគឺឃើញនាយករដ្ឋមន្ត្រីបានប្រើប្រាស់ភាសាពេញមួយថ្ងៃនិយាយអំពីគណៈបកសង្គ្រោះជាតិនិយាយនេះគឺដោយសារអាត្មាបានស្ដាប់ឮញោមនាយករដ្ឋមន្ត្រីអគ្គមហាសេនាបតីដៃជូហ៊ុនសែនបាននិយាយពមៀនគណៈបកសង្គ្រោះជាតិផ្ទូនពេញមួយថ្ងៃជាពិសេសគឺថ្ងៃទី6មីនាដែលកើតបានទៅធ្វើពិធីសម្ពោធបើកការដ្ឋាននៅជិតទីក្រុងភ្នំពេញក៏និយាយពេលព្រឹកពេលរសៀលកើតមកចែកសញ្ញាបត្រដល់និស្សិតមកពីវិទ្យាស្ថានវណ្ណដាក៏និយាយពីគណៈបកប្រឆាំងហើយបន្តបន្ទាប់មកទៀតឃើញអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាបែរទៅជាពមៀនដាក់ពាក្យបណ្ដឹងមកគណៈបកសង្គ្រោះជាតិដោយយល់ឃើញថាគណៈបកសង្គ្រោះជាតិប្រើសារនយោបាយដូរមីឃុំបំរើបកដាក់មីឃុំបំរើរាជហើយអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាបានដាក់ឱសានវាតឲ្យគណៈបកសង្គ្រោះជាតិផ្លាស់ប្ដូរពាក្យសម្ដីដែលនិយាយនៅក្នុងគោលនយោបាយដែលអង្គសមាជបានអនុម័តចម្រើនពរបើយើងពិនិត្យមើលជុំវិញបញ្ហាទាំងអស់នេះអាត្មាដកយកបទពិសោធន៍ជាក់ស្ដែងកាលពីឆ្នាំ2013យើងឃើញថាគណៈបកសង្គ្រោះជាតិទើបនឹងចាប់ដៃគ្នាមកពីគណៈបក2គណៈបកសិទ្ធិមនុស្សនិងគណៈបកសំរងស៊ីនៅពេលនោះប្រជាពលរដ្ឋខ្មែរមានលទ្ធភាពស្គាល់គណៈបកសង្គ្រោះជាតិតិចតួចក៏ប៉ុន្តែដោយបញ្ហា2សំខាន់ដែលនាំឲ្យប្រជាពលរដ្ឋខ្មែរមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មានពីគណៈបកសង្គ្រោះជាតិដោយករណីទី1សភាបានធ្វើការអនុម័តច្បាប់លឿនប្រប៉ាប់ចាប់ប្រភូមិគឺច្បាប់បដិសេធរបបបល័យពូជសាសន៍ហើយនៅពីនោះគណៈបកប្រជាជនកម្ពុជានិងញោមនាយករដ្ឋមន្ត្រីបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអំពីច្បាប់នេះដោយដាក់ទណ្ឌកម្មទៅលើលោកកឹមសុខានៅពីនោះដែលបាននិយាយបដិសេធរបបបល័យពូជសាសន៍ហើយព្រឹត្តិការណ៍ទី2សំខាន់ទៀតនោះគឺលោកជុំម៉ៃដែលជាអ្នករងគ្រោះដោយសាររបបបល័យពូជសាសន៍បានដឹកនាំនិស្សិតក្មេងវត្តនិងយុវជនមួយចំនួននាំគ្នាធ្វើបាតកម្មប្រឆាំងជាមួយនឹងលោកកឹមសុខានៅពីនោះព្រឹត្តិការណ៍បានកើតឡើងគឺប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនិងប្រព័ន្ធផ្សព្វផ្សាយគាំទ្រគណៈបកប្រជាជនកម្ពុជាបានខំប្រឹងផ្សព្វផ្សាយយ៉ាងអឡារឹកដែលជាហេតុធ្វើឲ្យគណៈបកសង្គ្រោះជាតិមានប្រជាប្រិយភាពយ៉ាងលឿនរហ័សនៅឆ្នាំ2013ហើយក្នុងកំឡុងពេលនៃការយុទ្ធនាការបោះឆ្នោតទៀតក៏យើងបានឃើញព្រឹត្តិការណ៍មួយសំខាន់ដែរគឺព្រឹត្តិការណ៍ប្រពន្ធចុងលោកកឹមសុខាដែលនៅពីនោះហាក់បីដូចជាមានការរៀបចំនឹងជ្រុំជ្រែងពីអាជ្ញាធរហើយនៅពីនោះមនុស្សម្នាក់ដែលជាស្ត្រីអះអាងខ្លួនថាជាប្រពន្ធលោកកឹមសុខាបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៅលុកលុយវេទិកាដែលមានវត្តមានលោកកឹមសុខានៅពីនោះអ្នកគាំទ្រគណៈបកសង្គ្រោះជាតិមិនសូវជាចាប់អារម្មណ៍ប្រមាណទេនឹងការបង្កើតព្រឹត្តិការណ៍នេះហើយគណៈបកសង្គ្រោះជាតិនិងអ្នកគាំទ្រគណៈបកសង្គ្រោះជាតិនៅពីនោះគិតតែខំប្រឹងធ្វើកិច្ចការយុទ្ធនាការប្រមូលអ្នកគាំទ្រហើយយើងឃើញជាលទ្ធផលគឺគណៈបកសង្គ្រោះជាតិបានទទួលជ័យជំនះគួរឲ្យកត់សម្គាល់ដោយយោងទៅលើព្រឹត្តិការណ៍ចាស់មកបូកជាមួយនឹងព្រឹត្តិការណ៍ថ្ងៃប្រហែលថ្ងៃដែលញោមនាយករដ្ឋមន្ត្រីហ៊ុនសែនខំប្រឹងស្រែកនេះអាត្មាគិតថា
មិនគូញោមនាយករដ្ឋមន្ត្រីដែលមានឈ្មោះល្បីហើយមានឥទ្ធិពលសំបីទីវតាពេលខ្លះក៏ខ្លាចដែរងាកខ្លួនមកពន្រើនយោបាយឲ្យគណៈបកប្រឆាំងហើយខ្លាចខ្លួនជាអ្នកនឹមពាក្យគណៈបកប្រឆាំងហើយជាអ្នកផ្សព្វផ្សាយនយោបាយឲ្យគណៈបកប្រឆាំងយ៉ាងដូចនេះទេជំរាបពូហើយបើយើងស្ដាប់មើលប្រសាសន៍របស់គាត់ញោមនាយករដ្ឋមន្ត្រីខ្លាចសំបីតែសម្ដីបុគ្គលម្នាក់គឺសម្ដីបុគ្គលសំរៀងស៊ីដែលគាត់បានលាលែងពីគណៈបកនយោបាយទៅហើយខ្លាយទៅជាបុគ្គលឯកជនម្នាក់ប៉ុន្តែធ្វើឲ្យញោមនាយករដ្ឋមន្ត្រីខឹងសម្បាយ៉ាងខ្លាំងសូមញាតិញោមស្ដាប់មើលប្រសាសន៍សម្ដីរបស់ញោមនាយករដ្ឋមន្ត្រីបន្តិចមើលមួយស្រែកពីបារីមកទៅជុំធ្វើនយោបាយប្រទេសស្រែកមកទៀតមកឲ្យរត់ពេញមុខសងជុំទៅចង្រៃយើងទៅចង្រៃយើងដោយផ្អែកទៅលើទស្សនវិជ្ជាទាំងពីរនេះទស្សនវិជ្ជានៃការនិយាយពីគណៈបកប្រឆាំងនិងការប្រើប្រាស់ភាសាហាក់បីដូចជាចេញប្រៀបគណៈបកប្រឆាំងយ៉ាងខ្លាំងជំរាបពូហើយអាត្មាបានអង្គុយស្ដាប់មើលសម្ដីបុគ្គលឯកជនគឺសំរងស៊ីនិយាយហាក់បីដូចជាចាក់ចំនឹងបេះដូងពលរដ្ឋហើយគាត់ក្នុងនាមជាពលរដ្ឋគ្រប់គ្រងគណៈបកសង្គ្រោះជាតិហាក់បីដូចជាមានលទ្ធភាពក្នុងការគៀងគោអ្នកគ្រប់គ្រងប្រជាធិបតេយ្យក៏ដូចជាចលនានយោបាយរបស់គណៈបកសង្គ្រោះជាតិដែលកើតបានប្រើភាសាយ៉ាងសាមញ្ញមួយដែលធ្វើឲ្យនាយករដ្ឋមន្ត្រីមិនសប្បាយចិត្តនេះជាភាសារបស់លោកសំរៀងស៊ីចំបានពូកសិករយើងរកទីផ្សារមិនបានធ្វើស្រែចម្ការខាត់រាល់ឆ្នាំចំពាក់លុយពីគេវ៉ាន់កចំណាក់ស្រុកទៅប្រទេសថៃរាប់សែនរាប់លានអ្នកនឹងហើយដែលជាបញ្ហាចម្បងបញ្ហាអាយុជីវិតប្រទេសជាតិយើងរឿងអីទៅចំណាយពេលយករឿងអត់បានការលួចស្ដាប់លួចថតយកមកផ្សព្វផ្សាយតើវាបានការអីមានន័យថាអ្នកដឹកនាំប្រទេសយើងនឹងទំនេរណាស់ទៅអីមិនក៏មិនយកពេលយកទៅដោះស្រាយបញ្ហាប្រទេសជាតិខ្ញុំគាត់ទៅឆ្កល់ប៉ុណ្្នឹងគឺថាល្មមបញ្ឈប់ឲ្យអារឿងកំពេចកំពុករឿងអត់បានការណាលួចស្ដាប់លួចថតកុំយករឿងនឹងយកមកនិយាយចិត្តអត់បានការទេបាទដោយផ្អែកទៅលើទស្សនវិជ្ជារួមទាំងអស់នេះហើយដែលអាត្មាហ៊ានអះអាងប្រហែលជាញោមនាយករដ្ឋមន្ត្រីអាចខឹងដែលអាត្មាលើកឡើងថាកើតបានដើរតួនាទីជាអ្នកនាំពាក្យឲ្យគណៈបកប្រឆាំងហើយនឹងជាអ្នកធ្វើយុទ្ធនាការផ្សព្វផ្សាយឲ្យគណៈបកប្រឆាំងកាន់តែមានប្រជាប្រិយភាពហើយប្រជាពលរដ្ឋដែលនៅឯជនបទសង្កាត់មិត្តញោកដាច់ស្រយាលនោះគឺមានលទ្ធភាពក្នុងការឮពីគណៈបកប្រឆាំងដោយសារប្រព័ន្ធផ្សព្វផ្សាយរបស់គណៈបកប្រជាជនកម្ពុជាក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋគឺមានការផ្សព្វផ្សាយប្រសាសន៍ញោមនាយករដ្ឋមន្ត្រីច្រើនជាងអ្វីៗទាំងអស់ដូច្នេះសម្ដីរបស់ញោមនាយករដ្ឋមន្ត្រីថ្ងៃនេះបានឮដល់ប្រជាពលរដ្ឋក្នុងនាមជាអ្នកនាំពាក្យឲ្យគណៈបកប្រឆាំងចំបានពូដោយសារកំហឹងរបស់ញោមនាយករដ្ឋមន្ត្រីខឹងខ្លាំងពេកហើយក៏មើលទៅហាក់បីដូចជាមានការភ័យខ្លាចខ្លាំងពេកទើបញោមធ្វើយ៉ាងដូចនេះអាត្មាសូមចម្រើនពរជូនយោបល់ទៅញោមនាយករដ្ឋមន្ត្រីចោះធ្វើយ៉ាងដូចនេះញោមកំពុងតែលិចលង់ហើយចម្រើនពរបើភាសាអ្នកស្រុកអាត្មាដែលគេធ្លាប់និយាយតរហូតដល់អាត្មាចាំនឹងគឺថាអ្នកនយោបាយលងចុងចម្រើនពរហើយបើភាសារបស់លោកឧត្តមឌិតកែមលីគឺគាត់ហៅថាអ្នកនយោបាយអង្គកំពុងចូលចិត្តនិយាយពីរឿងបុគ្គលហើយធ្វើរឿងមិនសមធ្វើឬក៏ហៅថាអ្នកនយោបាយធ្វើរឿងដែលមិនគួរធ្វើគឺនាំពាក្យឲ្យគេផ្សព្វផ្សាយនយោបាយឲ្យគេគណៈបកខ្លួនឯងនយោបាយខ្លួនឯងមិនគិតខំប្រឹងបែរមកខឹងសម្បាហើយខ្លាចខ្លួនជាអ្នកនាំពាក្យឲ្យគណៈបកប្រឆាំងទៅវិញខាតធំណាស់ជំរាបពូហើយអាត្មាបានពិនិត្យយ៉ាងយកចិត្តទុកដាក់ដើមខែ2ញោមនាយករដ្ឋមន្ត្រីនិយាយភាសាក៏ខាតច្រើនដែររឿងពុំមានគំតិចគណៈបកប្រឆាំងធ្វើវិសោធនកម្មញោមបានខាតមួយជឿនហើយក៏បានធ្វើជោគជ័យហើយច្បាប់នោះប៉ុន្តែមានប្រសិទ្ធភាពប៉ុណ្ណាមិនទាន់ដឹងទេបណ្ដាខាតរួចហើយចំបានពូដល់ដើមខែ3គឺខែមីនានេះញោមនាយករដ្ឋមន្ត្រីចាប់ដើមខាតមួយជឿនទៀតគឺនាំពាក្យឲ្យបកប្រឆាំងឲ្យអ្នកកាន់បកប្រឆាំងនោះបានលឺយ៉ាងច្រើនអាត្មាគឺថាការគិនរៀបបង្ហែងគីយ៉ាងដូចនេះមិនបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្អប់គណៈបកប្រឆាំងទេផ្ទុយទៅវិញគេអាណិតអាសូរចំបានពូដែលញោមពុំមានថានឹងចាក់សន្លេងចាក់ខ្សែអាចចាក់អីនោះទោះតែសន្លេងនោះពិតក៏គេមិនជឿចំបានពូគេជឿថានេះជាការរៀបចំរបស់ញោមនាយករដ្ឋមន្ត្រីទៅវិញទេហើយពីដើមឡើយសម្ដីនាយករដ្ឋមន្ត្រីនិយាយម្ដងប្រជាពលរដ្ឋជឿមកនគរប៉ុន្តែឥឡូវនេះសម្ដីនាយករដ្ឋមន្ត្រីនិយាយមកកណូមនុស្សមកនគរមិនជឿបានពូអត់ជឿទេគេឈប់ជឿទោះតែរឿងនោះពិតក៏គេអាណិតបកប្រឆាំងទៅវិញមធ្យោបាយនេះមិនមែនជាមធ្យោបាយជោគជ័យប៉ុន្តែញោមធ្វើទីទៅអាត្មាគឺថាបើញោមធ្វើយ៉ាងដូចនេះគឺជាដំណើរនៃលកឈើជ្រុះ
ដំណើរនេះស្លឹកឈើជ្រុះខេប្រាំងបើទោះជាមានភ្លៀងមកជួយសង្គ្រោះមកមីក៏ស្លឹកឈើវានៅតែជ្រុះយ៉ាងណាមិញដំណើរបរាជ័យរបស់គណៈបកប្រជាជនកម្ពុជាដែលញោមកំពុងតែធ្វើឲ្យបរាជ័យនេះគឺប្រៀបបានដូចលឹកឈើជ្រុះខេប្រាំងភ្លៀងប្រមាណមីក៏មិនអាចជួយស្រោចស្រង់ដំណើរនៃការរួយលឹកបានដែរជំរាបពោពីព្រោះធម្មជាតិនៃការរួយគឺវារួយតាមដំណើរធម្មជាតិនៃការចេញគឺធ្វើអ្វីក៏ចេញដែរទោះជាប្រើភាសាកណ្រៀមភាសាអីយ៉ាងណាក៏ចេញដែរដូច្នេះផ្ទុយទៅវិញកុំភ្លេងមកមីភ្លេងឲ្យច្រើនមីផ្ដល់ភាពកក់ក្ដៅផ្ដល់ភាពត្រជាក់ឲ្យព្រីឈើប្រកាសជាស្លឹកឈើនឹងឆាប់លួសមកវិញក្នុងពេលដ៏ខ្លីប៉ុន្តែបើសិនជាខំប្រឹងឃើញស្លឹកឈើជ្រុះហើយព្យាយាមខិតដកេះឲ្យឆេះស្លឹកតាមគល់ទៀតមានន័យថាបើមិនងើបដើមទេក៏តិចព្រីចម្រើនពូអាហ្នឹងយ៉ាងណាមិញដំណើរនៃការធ្លាក់ចុះប្រជាប្រិយភាពរបស់គណៈបកប្រជាជនកម្ពុជាកំពុងតែធ្លាក់ចុះយ៉ាងដំណំបើសិនជាឃើញការធ្លាក់ចុះប្រជាប្រិយភាពយ៉ាងដំណំមីបកមិនខំប្រឹងស្រោចស្រង់មីបកបេទៅជាអ្នកបណ្រើឲ្យគណៈបកប្រឆាំងតាមរូបភាពជាអ្នកនាំពាក្យនិងអ្នកឃោសនាយុទ្ធនាការឲ្យគណៈបកប្រឆាំងយ៉ាងដូចនេះមិនខុសគ្នាពីខេតដេកេះដុតស្លឹកក្រោមគល់ឈើឲ្យចេះព្រីហើយងើបដើមឈើទេចម្រើនពូមានន័យថាគណៈបកប្រជាជនមិនអាចស្រោចស្រង់បានទេបើនៅបន្តដំណើរយ៉ាងដូចនេះតទៀតនេះជាការផ្ដល់មតិត្រិះរិះយោបល់ដល់ញោមនាយករដ្ឋមន្ត្រីនិងគណៈបកប្រជាជនកម្ពុជាដូរចូលទៅរបៀបមិនថ្លៃថ្នូរនឹងដោយឡែកសូមចម្រើនពរដល់ញាតិញោមអ្នកគាំទ្រគណៈបកប្រឆាំងក៏ដូចជាគណៈបកប្រឆាំងផងដែរសូមកុំបោះបង់ចោលចំពោះដំណើរការឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមានបើទោះជាមានការកិនរៀមហែងមានភ្លៀងមានផ្គរមានរន្ទះបាញ់យ៉ាងណាក៏ដោយក៏កុំចាក់ទឹកអំពងចោលបាយកញ្ចប់ទឹកអំពងរបស់ញាតិញោមគឺវិចឲ្យបានស្រួលបួលភ្លៀងផ្គរយ៉ាងណាក៏រក្សាទឹកនៅក្នុងបំពង់កុំចាក់ចោលមានន័យថាញាតិញោមបានចុះឈ្មោះបោះឆ្នោតរួចហើយបាយរបស់ញាតិញោមគឺបានបោះឆ្នោតទឹកបំពង់របស់ញោមគឺឈ្មោះដែលបានចុះរួចហើយនៅឯមជីកោជោបដូច្នេះរក្សាបាយនិងទឹកអំពង់ដើម្បីឆ្ពោះទៅព្រីរបស់យើងគឺធ្វើការបោះឆ្នោតយកផ្លែផ្កាយើងវិចបាយកញ្ចប់នឹងស្លឹកចេកដាក់ទឹកអំពង់និងអំពង់ឫស្សីហើយញាតិញោមប្រុសស្រីពេញទឹកដីនគរយើងនឹមគ្នាឆ្ពោះទៅព្រីជីកដំឡូងគឺការបោះឆ្នោតយកជ័យជំនះរក្សាជំហរនឹងដដែលទៅអាត្មានិយាយយ៉ាងដូចនេះហាក់បីដូចជាចម្រើនពរដល់ញាតិញោមប្រជាពុទ្ធបរិស័ទមេត្តាត្រៀមខ្លួនអ្នកណាមានពេលវេលាធ្វើជាអ្នកអង្កេតការចុះឈ្មោះមកអ្នកណាមិនមានពេលឧបត្ថម្ភជាថវិកាដើម្បីផ្ដល់ឱកាសឲ្យអ្នកដទៃទៅតាមឃ្លាំមើលអង្កេតការមើលដំឡូងដែលញោមជីកបានគឺលទ្ធផលឆ្នោតដែលញោមបានបោះយើងមិនចង់ឲ្យដំឡូងដែលយើងកំពុងតែឃ្លានទទួលទានคล้ายទៅជាដំឡូងរបស់អ្នកដទៃទេយើងត្រូវតែការពារដំឡូងរបស់យើងជំរាបពោរក្សាបាយមួយកញ្ចប់ទឹកមួយអំពង់ទៅជីកដំឡូងរបស់យើងគឺបោះឆ្នោតថ្ងៃទី4ខែមិថុនាយកជ័យជំនះដោយសេចក្តីប្រាថ្នារបស់ញាតិញោមកុំរាថយនឹងការគិនរៀមហែងកុំរាថយនឹងការប្រឹងបង្កើតព្រឹត្តិការណ៍បំភិនមតិរបស់ញាតិញោមរក្សាជំហរគឺការបោះឆ្នោតនេះរឿងទី1រឿងទី2សូមញាតិញោមមេត្តាកលែងមើលទស្សនវិជ្ជាជាក់ស្ដែងគណៈបកប្រជាជនកម្ពុជាចង់ប្តឹងពាក្យសិនដីចង់ប្តឹងពាក្យស្លោកដែលដាក់ថាដូមីឃុំបំរើបកដាក់មីឃុំបំរើរាជគ្រាន់តែពាក្យសិនដីមួយម៉ាត់ដែលជាពាក្យស្លោកគណៈបកប្រជាជនកម្ពុជាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាចង់ដាក់ពាក្យប្តឹងពាក្យស្លោកកើតដែរមើលពូហើយពាក្យស្លោកនេះវាឆ្លងកាត់មតិប្រជាពលរដ្ឋគណៈបកប្រឆាំងបានស្រង់ទុកកង្វល់ឬក៏ថាបានស្រាវជ្រាវឃើញនៅទុកកង្វល់របស់ប្រជាពលរដ្ឋហើយក៏យកមកកែច្នៃឲ្យទៅជាគោលនយោបាយដើម្បីពង្រើឆន្ទៈប្រជាពលរដ្ឋហើយដើម្បីងាយស្រួលហើយនឹងឆាប់ចាំដល់ប្រជាពលរដ្ឋគេបង្កើតជាពាក្យស្លោកឡើងដោយប្រើពាក្យថាដូមីឃុំបំរើបកដាក់មីឃុំបំរើរាជហើយប្រសិនបើមីឃុំទូទាំងប្រទេសរយៈពេល30ឆ្នាំនេះមិនមែនជាមីឃុំបំរើបកហេតុអីក៏គណៈបកប្រជាជនចាំប្របាក់ភ័យខ្លាចដល់ម្លឹងគ្រាន់តែគេប្រើពាក្យមួយម៉ាត់ហ្នឹងបើសិនជាចង់ប្តឹងទៅប្តឹងពាក្យស្លោកក្រមងុយទេទៅដែលរដ្ឋាភិបាលចង់ឲ្យយកពាក្យក្រមងុយទៅសិក្សានៅក្នុងកម្មវិធីសិក្សានៅសាលាណាលោកក្រមងុយក៏បាននិយាយនៅក្នុងពាក្យស្លោករបស់គាត់ថាគុំអាងណាអាងនេះមិនល្អអាងម៉ាស៊ីនកាត់កអាងគុជវៈរឿងថ្ងៃហ្នឹងអាងអញ្ចឹងដែរអាងអីចាប់គេញាត់គុកអាងអីចាប់គេកាត់កកអាងអីសម្រាប់គេហើយក្រមងុយគាត់និយាយច្បាស់ថាអាងនេះវាមិនល្អជំរាបពូហើយដល់ឥឡូវគ្រាន់តែគេប្រើពាក្យស្លោកមួយម៉ាត់ដូមីឃុំបំរើបកចង់អាងអីទេចង់អាងតឡាការដែលខ្លួនអ្នកបញ្ជាស្រាប់ចង់អាងអំណាចចាប់គេដាក់គុកគ្រាន់តែពាក្យមួយម៉ាត់ប្តឹងពាក្យទៅចាប់ពាក្យដាក់គុកដល់ជំរាបពូបើប្តឹងពាក្យស្លោកយកវចនានុក្រមសម្ដីសងជូនណាទៅដាក់គុកទៅជំនួសឲ្យការដាក់គុកមនុស្សពីព្រោះមនុស្សរៀនពីវចនា
ណានក្រមមនុស្សវិចេះពាក្យពីអសរសាស្ត្រអញ្ចឹងចាប់នេះអសរសាស្ត្រដាក់គុកយកវចនានុក្រមទៅដាក់គុកព្រីសរមិនយកមនុស្សទៅទេយកវចនានុក្រមទៅដាក់គុកព្រីសរល្អជាងមិនពោពីព្រោះគេរៀនពីវចនានុក្រមបើសិនជាមិនចង់ឲ្យប្រើពាក្យអញ្ចឹងធ្វើខ្លួនឲ្យស្អាតស្អំទៅមានឃុំគណៈបកប្រជាជនកម្ពុជារាប់សិបនាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នធ្វើខ្លួនឲ្យស្អាតស្អំហើយបណ្រើប្រជាពលរដ្ឋដោយស្មោះត្រង់ទៅប្រជាពលរដ្ឋគេនឹងមើលមកឃើញថាការប្រើពាក្យរបស់គណៈបកប្រឆាំងគឺជាការប្រូប៉ុន្តែផ្ទុយទៅវិញបើអ្នកដឹកនាំអំណាចគណៈបកកណ្ដាលអំណាចបច្ចុប្បន្នមានមីឃុំប្រភេទលក់ដីមីឃុំប្រភេទជួញព្រីប្រជាពលរដ្ឋគេមើលឃើញថាតម្លៃដូរមីឃុំបកនឹងតម្លៃពិតចម្រើនពោប៉ុន្តែបើខ្លួនបានធ្វើល្អហើយចាំបាក់ទៅភ័យខ្លាចអីមិនពោអានឹងដែលអាត្មាមើលឃើញណាមិនគូណាប្តឹងពាក្យស្លោកទេដកចិត្តនឹងចូលទៅមិនពោរឿងទី1រឿងទី2ទេអាត្មាបានមើលឃើញប្រហែលជាក្នុងទំពើប្រវត្តិសាស្ត្រនយោបាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយដែលគណៈបកប្រឆាំងបានរៀបបេក្ខភាពឃុំសង្កាត់ត្រដាំត្រសងជាមួយនឹងគណៈបកប្រជាជនកម្ពុជាគឺគណៈបកសង្គ្រោះជាតិបានរៀបចំបេក្ខភាពឃុំសង្កាត់1646លើ1646គឺស្មើដៃគ្នាជាមួយនឹងគណៈបកប្រជាជនកម្ពុជាហើយលទ្ធផលនេះមិនដែលធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រនយោបាយបកប្រឆាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះគឺជាលើកទី1ហើយនេះហើយជាជ័យជំនះដំបូងដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជាចាប់ផ្ដើមមានការរងាទាំងដែលខ្លួនកំពុងតែមានភួយដណ្ដប់យ៉ាងកក់ក្ដៅមានន័យថាក្រមគណៈបកប្រជាជនកម្ពុជាទោះជាមានភួយប៉ុណ្ណាក៏កំពុងតែរងានឹងលទ្ធផលលេខត្រដាំត្រសងគ្នានេះឯងហើយអាត្មាផ្ដល់យោបល់បន្តិចបន្តួចតាមរបៀបមនុស្សសាមញ្ញធម្មតាថាគណៈបកប្រជាជនកម្ពុជាទន្ទឹមនឹងរងាភួយមានស្រាប់ហើយមីតាគុំវ័យគេខ្លាំងពេកកាលណាវ័យគេខ្លាំងពេកអ្នកអង្គុយមើលគេអាណិតអ្នកដែលត្រូវបានគេវ័យមិនមែនគេអាណិតអ្នកដែលវ័យគេទេគឺគេស្អប់ខ្ពើមអ្នកដែលវ័យគេអាណិតអ្នកដែលត្រូវបានគេវ័យដូច្នេះបន្ថយដៃធ្វើនយោបាយឲ្យស្មើភាពគ្នាទៅចេញនឹងឈ្នះនឹងចេញដោយសេចក្តីថ្លៃថ្នូរវិញទៅវាល្អជាងឈ្នះដោយសារចងដៃចងជើងគេមិនពោអានឹងដែលអាត្មាមើលឃើញថារបៀបនៃការធ្វើនយោបាយរបស់គណៈបកប្រជាជនកម្ពុជាបច្ចុប្បន្ននេះវាលងចុងទៅហើយមិនពោវីដេអូឃ្លីបនេះសូមចម្រើនពរប៉ុណ្ណេះនឹងវិភាគប្រគិនតទេមិនពោប្រសិនបើអេយ៉ាបតនយោបាយនៅតែយ៉ាងដូចនេះមានអ្នកទូងស្គរហៅអ្នកទៅបោះឆ្នោតកាន់តែ